សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើម្ហូបឡើងពីមុខឯណោះបងប្អូនណាយធ្វើជាមួយនឹងត្រីចៀនបឹងតកួនផនយើងហើយនឹងឆាបន្លែជាមួយសាច់ជ្រូកស្វាមុខរបស់យើងនឹងឯងបងប្អូនហើយខ្ញុំដាក់មុនគេអីចឹងណាឥឡូវបន្លែទាំងសាច់ទាំងត្រីអីខ្ញុំបានរៀបចំអស់ហើយបងប្អូនណាយចាមានស្ពៃតឿឆាជាមួយនឹងស្វាមុខផនយើងបងប្អូនហើយនេះគឺជាត្រីក្រហមបងប្អូនខ្ញុំឆាជាមួយនឹងតកួនបងប្អូនខ្ញុំមិនដឹងគេហៅមុខម្ហូបអីទេតែខ្ញុំដាក់ឲ្យខ្លួនឯងគឺឆាបឹងតកួនអីចឹងណាបងប្អូនណាយចាត្រីបឹងតកួនអីចឹងទៅហើយឥឡូវយើងដាក់ត្រីរបស់យើងបំពងណាបងប្អូនចាបំពងវាកុំឲ្យក្រៀមពេកហើយក៏កុំឲ្យនៅអិចពេកដែរបងប្អូនចឹងវាអត់ឆ្ងាញ់ទេមកល្មមប៉ុណ្ណឹងទៅបងប្អូនណាយចាមើលទៅឡើងអូយទំនងមែនតែនហ្មងណាបងប្អូនចាហើយឥឡូវត្រីរបស់យើងឆ្អិនហើយយើងក៏បានធ្វើការដួសវាទុកមួយឡែកសិនទៅយើងយកឆ្នាំងមួយទៀតបងប្អូនឆ្នាំងខ្ញុំមាន2ខ្ញុំយកមួយទៀតមកដើម្បីនឹងឆាជាមួយនឹងខ្ទឹមហើយនឹងម្ទេសដែលខ្ញុំបានបុកមុននឹងបងប្អូនឆាវាឲ្យឡើងរាងឈ្ងុយទៅចាំយើងចាក់ជូរតកួនរបស់យើងហ្នឹងចូលហើយខ្ញុំក៏បានថែមជាមួយនឹងទឹកក្តៅផងយើងបានតិចតែបងប្អូនកុំឲ្យវាស្ងួតពេកអីអញ្ចឹងណាហើយឆ្នាំងភ្លើងមួយហ្នឹងវាខូចកន្លែងកុងតាក់បាត់បោក៏បងប្អូនអញ្ចឹងទៅវារៀងហុយខ្លាំងតិចបងប្អូនហើយបើថាចង់បន្ថយភ្លើងអីតដកដូចចេញអីចឹងទៅហើយបើថាគ្រឿងបងប្អូនអ្នកតាមការចូលចិត្តទៅចង់ថែមស្ករថែមប៊ីចេងអីតាមហ្នឹងទៅតែខ្ញុំអត់ទេខ្ញុំដាក់ជាមួយនឹងប្រេងខ្យងហើយនឹងរ៉ូឌីបន្តិចនឹងទឹកត្រីនឹងឯងបងប្អូនអត់មានដាក់ស្ករដាក់អីទេគឺហ្នឹងតាមការចូលចិត្តផងយើងហូបអីចឹងណាបងប្អូនឥឡូវឆ្អិនមួយមុខហើយបងប្អូនណាយតំណងអត់ខ្ញុំដាក់ឈ្មោះថាបឹងតកួនអីចឹងណាបងប្អូនបន្ទាប់ពីម្ហូបហ្នឹងឆ្អិនហើយយើងក៏បានធ្វើការឆាជាមួយនឹងខ្ទឹមផងយើងដើម្បីនឹងឆាបន្លែយើងបងប្អូននឹងស្ពៃតឿនឹងឯងហើយឆាបន្លែហ្នឹងខ្ញុំបានយកស្មាមុខយកមកឆាបងប្អូនវាមានរសជាតិឆ្ងាញ់ជាងអីចឹងណាបងប្អូនណាយខ្ញុំចូលចិត្តជាសាច់ជ្រូក3ជាន់ឲ្យតែយកមកឆាអីចេះណាបងប្អូនហើយគ្រឿងក្រៅក៏ខ្ញុំដាក់ដូចជាឆាបឹងតកួនមិនដែរបងប្អូនណាយគឺអត់សូវខុសគ្នាហ្មងទេគឺខ្ញុំដាក់បែបហ្នឹងឯងឲ្យរៀងសាបអត់មានអ្នកស្ករអីទេបងប្អូនឥឡូវសាច់ជ្រូករបស់យើងក៏បានឆ្អិនហើយបងប្អូនណាយយើងក៏បានធ្វើការដាក់ជាមួយនឹងបន្លែផងយើងទៅបងប្អូនហើយឆាបន្លែហ្នឹងបើដាក់ម្ទេសទៀតបងប្អូនកាន់តែឆ្ងាញ់នេះខ្ញុំខ្លាចបងស្រីខ្ញុំគាត់យកទឹកវាទៅញ៉ាំឲ្យក្មួយខ្ញុំហូបបាយអញ្ចឹងខ្ញុំមិនហ៊ានដាក់ទេបងប្អូនអញ្ចឹងទៅក៏ឆាបែបហ្នឹងដែរតែនេះក៏ឆ្ងាញ់ដែរបងប្អូនឲ្យតែសាបអញ្ចឹងបងស្រីខ្ញុំចូលចិត្តដែរកុំឲ្យប្រៃឬក៏មានជាតិស្ករអីហ្នឹងក៏អត់ចូលចិត្តទេបងប្អូនឥឡូវឆ្អិនអស់ណាតោះទៅហូបបាយជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះកូនទី3បញ្ចេញស្នាដៃធ្វើម្ហូបខ្លួនឯងអីអញ្ចឹងណាបងប្អូនណាយតំណងអត់ជួយដាក់បន្ទុកឲ្យផងចាតំណងអត់បងប្អូនណាយកម្រណាបងប្អូនកម្រនឹងធ្វើម្ហូបហូបណាស់តែឥឡូវចូលចង្ក្រានខ្លួនឯងអីខ្លួនឯងអីអញ្ចឹងទៅដោយសារតាអ្នកជិះធ្វើម្ហូបគេលេងនៅអីអញ្ចឹងណាគេរវល់អីអញ្ចឹងទៅមានធ្វើខ្លួនឯងអីអញ្ចឹងទៅបងប្អូនមានអីហូបបានតើបងប្អូនណាយមនុស្សយើងណាបើថានៅជាមួយអ្នកចេះដឹងតែខ្ជិលហើយបងប្អូនខ្ញុំហ៎អញ្ចឹងទៅវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបើពេញចិត្តនៅជាមួយនឹងវីដេអូរបស់ខ្ញុំសូមកុំភ្លេចចុច like ជួយ share អ្នកមួយផងដែរអរគុណជម្រាបលាបាយបាយ